Smartphone កំណត់មធ្យមមួយដែលមានការ design រូបរាងស្អាតទំហំថ្មធំនិងបច្ចេកវិទ្យាសាកថ្មលឿនអេក្រង់ភ្លឺច្បាស់ល្អហើយនេះគឺជា Vivo V60 Lite នៅក្នុងទូរស័ព្ទមួយនេះគឺមានជាមួយនឹងលក្ខណៈពិសេសមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍អញ្ចឹងខ្ញុំនឹងធ្វើការប្រាប់ជូនទៅកាន់បងប្អូនទាំងគ្នាចំពោះការ design របស់ទូរស័ព្ទមួយគ្រឿងនេះគឺយើងឃើញថាស្អាតនៅពេលដែលយើងចាប់កាន់នៅលើដៃគឺឃើញថាហាប់ណែនល្អដែលវាបំពាក់មកជាមួយនឹងអេក្រង់ AMOLED ទំហំ 6.77 អ៊ីនដ៏ធំជាមួយនឹងគែមកោងហើយនឹងស៊ុំស្ដើងខ្លាំងព្រមទាំងគុណភាពបង្ហាញកម្រិត Full HD+ ជាមួយនឹង refresh rate រហូតដល់ 120Hz អញ្ចឹងតើតោងជាមួយនឹងទំហំអេក្រង់ប៉ុណ្ណឹងក៏ដូចជា refresh rate រហូតដល់ 120Hz គឺវាផ្ដល់ភាពងាយស្រួលដល់យើងមែនតើមិនថាយើងប្រើប្រាស់ទៅលើការងារទូទៅឬក៏យើងលេងហ្គេមនោះទេចំពោះទូរស័ព្ទនេះគឺមានកម្រាស់ 7.69 មីលីម៉ែត្រហើយនឹងទម្ងន់ 194 ក្រាមហើយចំពោះទូរស័ព្ទមួយគ្រឿងនេះគឺវាមានភាពរឹងមាំជាមួយនឹងវិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់កាយ5ជាមួយនឹងអាវក្រោះការពារធូលីហើយនឹងទឹកកម្រិត IP65 ដែលយើងអាចធ្វើការប្រើប្រាស់ទោះបីជាដៃរបស់យើងសើមក៏ដោយវាក៏មានជាមួយនឹង One Tap Water Ejection ជាពិសេសមានមុខងារបណ្ដេញធូលីនិងទឹកចេញចំពោះទូរស័ព្ទនេះគឺមានរាងស្ដើងស្រាលងាយស្រួលចាប់កាន់ហើយវាមានជម្រើស3ពណ៌គឺ Titanium Blue, Pop Pink ហើយនិង Elegant Black ចំពោះ V60 គឺមកជាមួយនឹង RAM 8GB បូក RAM ជំនួយ 8GB ROM 256GB ហើយវាដំណើរការនៅលើ FunTouch OS 15យោងទៅតាមការប្រើប្រាស់ជាក់ស្ដែងមួយរយៈគឺឃើញថាយើងទទួលបានជាមួយនឹងដំណើរការប្រចាំថ្ងៃដ៏ល្អទោះបីជាយើងប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃឬក៏យើងអាចធ្វើការប្រើប្រាស់បានទៅលើកិច្ចការជាច្រើនក្នុងពេលតែមួយព្រមទាំងការលេងហ្គេមផងដែរហើយចំពោះទូរស័ព្ទមួយនេះដែរគឺវាផ្ដល់ជាមួយនឹងថាមពលខ្លាំងក្លាសម្រាប់ការលេងហ្គេមដែលវាមានដូចជា Bypass Charging គឺនៅពេលដែលយើងធ្វើការដំណើរការមុខងារមួយនេះគឺទូរស័ព្ទគឺវានឹងធ្វើការប្រើថាមពលដោយផ្ទាល់ទៅកាន់ប្រព័ន្ធដំណើរការដោយមិនឆ្លងកាត់ថ្មរបស់យើងនោះទេដែលនេះហើយគឺវាអាចធ្វើការកាត់បន្ថយកម្ដៅបានយ៉ាងល្អអំឡុងពេលដែលយើងលេងហ្គេមហើយនឹង Game Boost Mode ដែលវាបង្កើនប្រសិទ្ធភាពទាំងស្រុងនៃ CPU ហើយនឹងទំហំ ROM ខណៈពេលដែលយើងកំពុងតែលេងហ្គេមវាអាចធ្វើការកាត់បន្ថយទៅលើភាពយឺតយ៉ាវហើយនឹងការធ្លាក់ចុះ frame ជាដើមព្រមទាំង eSport Mode ដែលវាអាចធ្វើការរារាំងទៅលើការ call ចូលនៅលើទូរស័ព្ទរបស់យើងក៏ដូចជា notification ផ្សេងៗដែលវាអាចធ្វើការជួយឲ្យយើង focus ទៅលើការលេងហ្គេមរបស់យើងហ្នឹងបានយ៉ាងល្អអញ្ចឹងយើងបានដឹងអំពី spec មួយចំនួនរបស់ទូរស័ព្ទ Vivo V60 Lite នេះហើយឥឡូវយើងងាកមកមើលអំពីគុណភាពថ្មរបស់វាវិញម្ដងដែលទូរស័ព្ទនេះគឺបំពាក់មកជាមួយនឹងថាមពលថ្ម Blue Volt 6500 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W ហើយខ្ញុំក៏បានយកទូរស័ព្ទមួយគ្រឿងនេះប្រើប្រាស់មួយថ្ងៃពេញដូចជាការថតរូបការថតវីដេអូការប្រើប្រាស់ social media ក៏ដូចជាការឆាតជាមួយនឹងក្រុមការងាររបស់ខ្ញុំគឺឃើញថាថ្មប៉ុណ្ណឹងយើងអាចធ្វើការប្រើប្រាស់បានមួយថ្ងៃពេញហើយនៅពេលដែលយើងប្រើប្រាស់អស់ថ្មគឺយើងចំណាយពេលត្រឹមតែ55នាទីតែប៉ុណ្ណោះគឺយើងអាចធ្វើការសាកពី1ទៅដល់ 100% បានអូខេឥឡូវយើងត្រឡប់មកនិយាយអំពីផ្នែកកាមេរ៉ានៅខាងក្រោយនេះម្ដងដែលយើងទទួលបានជាមួយនឹង main camera ទំហំ 50 megapixel Sony IMX882 sensor ហើយនិងមួយទៀតគឺជា ultra wide lens ដែលមានទំហំ 8 megapixel ចំពោះកាមេរ៉ាខាងមុខវិញគឺយើងទទួលបានជាមួយទំហំ 32 megapixel សម្រាប់យើងក្នុងការប្រើប្រាស់ selfie ហើយខ្ញុំក៏បានយកវាទៅធ្វើការថតរូបមួយចំនួនគឺយើងឃើញថាការប្រើប្រាស់សម្រាប់ការថតរូបប្រចាំថ្ងៃគឺឃើញថាវាផ្ដល់ជាមួយនឹង detail លម្អិតច្បាស់ល្អសម្រាប់ Ultra Wide Lens គឺវាផ្ដល់ភាពងាយស្រួលដល់យើងមែនទែនដែលយើងអាចធ្វើការចាប់យករូបភាពបានយ៉ាងល្អទោះបីជាយើងនៅទីតាំងដែលចង្អៀតក៏ដោយហើយនៅក្នុងទូរស័ព្ទហ្នឹងដែរក៏មានជាមួយនឹងមុខងារ AI មួយចំនួនដែលវាអាចធ្វើការជួយទៅលើការកែរូបថតរបស់យើងផងដែរ AI Erase 3.0 ដែលវាអាចធ្វើការជួយលុបវត្ថុឬក៏ចំណាំងផ្លាតនៃកញ្ចក់ចេញពីរូបភាពបានយ៉ាងងាយស្រួល AI Photo Enhance ដែលវាអាចធ្វើការជួយកែប្រែរូបភាពឲ្យច្បាស់ជាងមុនហើយនឹង AI Master Aura Live Portrait ដែលវាអាចធ្វើការជួយកែប្រែរូបភាពឲ្យស្អាតជាងមុនបន្ថែមពីនឹងទៀតចំពោះទូរស័ព្ទមួយគ្រឿងនេះគឺមានកម្រិតសំឡេងរហូតដល់ 400% Dual Stereo Speaker ដែលយើងអាចធ្វើការប្រើប្រាស់បានគ្រប់ទីកន្លែងឬច្បាស់គ្រប់ពាក្យនិងស្ដាប់តន្ត្រីបានយ៉ាងពីរោះដោយមិនចាំបាច់បារម្ភពីសំឡេងរំខានពីខាងក្រៅមិនថាយើងនៅទីតាំងដែលមានមនុស្សច្រើនប៉ុណ្ណាក៏ដោយក្រៅពីនឹងទៀតវាក៏មានជាមួយនឹងមុខងារ AI មួយចំនួនទៀតដូចជា Google Gemini AI Note Assist AI Caption ដែលមុខងារមួយនេះអាចធ្វើការបំលែងសំឡេងទៅជាអត្ថបទក្នុងពេលជាក់ស្ដែងបានភ្លាមៗហើយនឹង AI Transcript Assist ដែលអាចធ្វើការបំលែងសំឡេងដែលយើងនិយាយទៅជាអត្ថបទបានយ៉ាងលឿនហើយនឹង AI Smart Call Assist ដែលមុខងារទាំងអស់ហ្នឹងគឺវាអាចជួយទៅដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងបានយ៉ាងល្អអញ្ចឹងបើសិនជាយើងសរុបជារួមតែម្ដងចំពោះទូរស័ព្ទ Vivo V60 Lite នេះគឺយើងទទួលបានជាមួយនឹងអេក្រង់ធំ refresh rate រហូតដល់ 120Hz ទំហំថ្មធំហើយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនទៀតអញ្ចឹងហើយបើសិនជាបងប្អូនកំពុងតែស្វែងរកទូរស័ព្ទកម្រិតមធ្យមមួយដែលអាចធ្វើការប្រើប្រាស់ទៅលើការងារប្រចាំថ្ងៃលេងហ្គេមផងការប្រើប្រាស់ទៅលើការងារផងដែលសម្បូរទៅដោយមុខងារល្អៗក៏ដូចជាមានប្រយោជន៍ខ្ញុំសូម recommend Vivo V60 Lite មួយនេះហើយបើសិនជាបងប្អូនចង់បានអាចធ្វើការស្វែងរកបាននៅគ្រប់ហាងលក់ទូរស័ព្ទហើយបើសិនជាបងប្អូនមានចម្ងល់ផ្សេងៗអាចធ្វើការ check មើលបាននៅក្នុង page Vivo Cambodia អញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានប៉ុណ្្នឹងបងប្អូនអរគ្នាយល់យ៉ាងណាដែរចំពោះទូរស័ព្ទ Vivo V60 Lite នេះកុំភ្លេចធ្វើការ comment នៅខាងក្រោមហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀត Vivo